មូលហេតុដែលសហភាពយើងបានចងក្រងឡើងទី1យើងអាចគ្រប់គ្រងទៅលើផ្ទៃដីទិន្នផលហើយនឹងងាយស្រួលការប្រមូលផ្ដុំផលិតផលក្នុងការចរចាលក់ទៅឲ្យអ្នកខាងក្រៅជំរាបសួរនាងខ្ញុំឈ្មោះយ៉ាងសាយ៉ាបជាប្រធានសហភាពសហគមន៍កសិកម្មបាត់ដំបងសហភាពសហគមន៍កសិកម្មបាត់ដំបងយើងមានមុខរបរសំខាន់ធំ3ទី1យើងសរុបរលើស្តង់ដារស្រូវ SOP ទី2លក់អង្ករទី3លក់ក្របពូជដំណាំគ្រាប់ដីចំពោះស្តង់ដារស្រូវ SOP យើងមានប្រភេទ3ពូជទី1យើងមានប្រភេទសែនក្រអូប2យើងមានប្រភេទផ្ការំដួលនិង3ប្រភេទស្រងាយស្រាលសមាជិកសហភាពសហគមន៍កសិកម្មបច្ចុប្បន្នយើងមាន2566នាក់ស្ត្រីមាន1259នាក់អញ្ចឹងមាន10សហគមន៍តែក្នុងចំណោម10សហគមន៍នេះយើងមាន6សហគមន៍គាត់ផលិតស្រូវស្តង់ដារ SOP សម្រាប់ការតាមដានស្រូវនិងសម្របសម្រួលការលក់ទិញហ្នឹងគឺទី1គឺយើងផ្ដោតទៅលើស្តង់ដារគ្រាប់ពូជមួយទៀតគឺយើងតាមដានទៅដល់កសិករនៅក្នុងការផលិតរបស់គាត់នឹងតើគាត់អាចប្រើថ្នាំនឹងទៅតាមបច្ចេកទេសដែលផ្នែកកសិកម្មយើងនឹងត្រូវការឲ្យគាត់នឹងប្រើប្រាស់ដែរឬអត់មួយទៀតយើងតាមដានបន្តទៀតរហូតទៅដល់ការប្រមូលផលអញ្ចឹងពេលដែលយើងប្រមូលផលយើងត្រូវពិនិត្យមើលគុណភាពគ្រាប់ពូជដែលគាត់ប្រមូលផលមកហ្នឹងតើវាមានគុណភាពជាប់កម្រិតលេខ1លេខ2ឬទៅតាមស្តង់ដារដែលយើងចង់បានដែរឬអត់មូលហេតុដែលយើងផលិតស្រូវ SOP ជាមួយសហភាពដោយសារស្រូវ SOP យើងមានទីផ្សារស្រេចហើយយើងមានប្រាក់បុគ្គលិកបន្ថែមពីលើទីផ្សារសម្រាប់សហភាពយើងបច្ចុប្បន្នយើងមានកែច្នៃជាអង្ករនេះយើងទិញស្រូវពីសមាជិកហ្នឹងគាត់ផលិតស្រូវ SOP អញ្ចឹងស្តង់ដារ SOP យើងយកមកយើងកិនជាអង្ករហើយអង្ករសហភាពយើងធានាទី1គឺសុវត្ថិភាពភាពសុទ្ធល្អហើយគីឡូគ្រប់មុខរបរចម្បងមួយទៀតហ្នឹងគឺយើងមានកសិករផលិតដំណាំគ្រាប់ដីអញ្ចឹងដំណាំគ្រាប់ដីយើងមាន3ប្រភេទពូជទី1យើងមានចក្រន្តស្វាស្លឹកតូចចក្រន្តស្វាស្លឹកធំហើយនិងស្នោគោកបច្ចុប្បន្នសហភាពយើងមានក្រុមផលិតក្របពូជដំណាំគ្រាប់ដីយើងមាននៅស្រុករតនមណ្ឌលអញ្ចឹងក្របពូជដែលកសិករនៅខាងរតនមណ្ឌលដែលផលិតបានសហភាពបានយកមកផ្គត់ផ្គង់និងលក់ចែកចាយបន្តទៅឲ្យសមាជិកផលិតស្រូវស្តង់ដារ SOP នៅខាងស្រុកសង្កែដាំដំណាំគម្របដីវាអាចជួយផ្ដល់សារធាតុជាជីកំប៉ុស្តក្នុង1ម៉ែត្រការ៉េយើងប្រមូលដើមវាមកថ្លឹងក្នុង1ម៉ែត្រការ៉េបាន1គីឡូក្នុង1ហិកតាមាន10000ម៉ែត្រការ៉េយើងអាចក្នុង1ហិកតាយើងបានជីកំប៉ុស្តកប់ក្នុងដីចំនួន10តោនក្រោយពីបានចូលរួមកម្មវិធីកសិកម្មខ្មែរសម័យថ្មីរៀបចំដោយ Input Hub គម្រោង Nature សហគ្រិនខ្មែរអញ្ចឹងសហភាពយើងបានទទួលវគ្គបណ្ដុះបណ្ដាលទៅលើការរៀបចំផែនការអាជីវកម្មគឺធ្វើឲ្យសហភាពយើងមានមុខរបរដឹងពីមុខរបរមួយដែលពិតប្រាកដហើយមួយទៀតយើងអាចចែករំលែកបទពិសោធន៍ពីអ្នកទទួលជ័យលាភីទាំងអស់ចាយើងអាចចែករំលែកបទពិសោធន៍គាត់ថាគាត់ធ្វើអីចាគាត់ទទួលជោគជ័យអីអញ្ចឹងយើងអាចរៀនសូត្រពីគាត់បានឲ្យប្រជាកសិករយើងទាំងអស់គ្រប់រូបមកដាំដំណាំគម្របដីដើម្បីបង្កើតនៃជីកំប៉ុស្តយើងនឹងកែប្រែដីយើងពីដីអន់ទៅជាដីល្អបាន